ការក្តាប់ព័ត៌មានបានគ្រប់ជ្រុងជ្រោយគឺជាដើមទុនដ៏សំខាន់ក្នុងការវិភាគព្រឹត្តិការណ៍ឬរឿងរ៉ាវអ្វីមួយបានស៊ីជម្រៅទន្ទឹមនឹងនេះទិន្នន័យនិងព័ត៌មានគឺជាជំនួយការដ៏សំខាន់ក្នុងការជួយឲ្យយើងអាចសម្រេចចិត្តធ្វើរឿងអ្វីមួយបានត្រឹមត្រូវដូច្នេះហើយបានជាបច្ចេកវិទ្យាទិន្នន័យធំឬ Big Data បានក្លាយទៅជាបច្ចេកវិទ្យាមួយដ៏សំខាន់ក្នុងការរស់នៅរបស់មនុស្សជាតិក្នុងយុគសម័យ Digital នេះទស្សនិកជនចង់ស្វែងយល់ឲ្យដឹងថាបច្ចេកវិទ្យាទិន្នន័យធំឬ Big Data គឺជាអ្វីទស្សនាវីដេអូនេះឲ្យដល់ចប់ដើម្បីស្វែងយល់លម្អិតជាមួយខ្ញុំពាក្យថាទិន្នន័យធំឬក៏ Big Data នេះមិនទាន់មានការកំណត់និយមន័យជាក់លាក់ណាមួយនៅឡើយទេប៉ុន្តែគេអាចពន្យល់ពាក្យនេះឲ្យងាយស្រួលយល់ថាគឺជាសំណុំនៃព័ត៌មានដែលបានកើតឡើងច្រើនឥតគណនាគ្រប់ពេលវេលានិងគ្រប់វិនាទីទាំងអស់ល្បឿនដ៏លឿននិងបរិមាណដ៏ច្រើនរបស់វាបានបង្កើតឲ្យមានប្រភពព័ត៌មាននិងការយល់ដឹងយ៉ាងទូលំទូលាយដែលជាដើមទុនយ៉ាងសំខាន់សម្រាប់មនុស្សក្នុងការសម្រេចចិត្តនិងប្រព័ន្ធស្វ័យប្រវត្តិកម្មឬក៏ Automation ដំណើរការបើនិយាយអំពីប្រភពនិងអត្ថប្រយោជន៍នៃបច្ចេកវិទ្យាទិន្នន័យធំឬ Big Data វិញបច្ចេកវិទ្យានេះបានកើតចេញមកពីទម្រង់ផ្សេងៗគ្នាជាច្រើនដែលមានអត្ថបទរូបភាពសំឡេងវីដេអូបណ្ដាញសង្គមគេហទំព័រនិងការធ្វើបទបង្ហាញជាដើមទំនើបកម្មនៃបច្ចេកវិទ្យាអ៊ីនធឺណិតនៃវត្ថុឬ IoT បច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍តាមរយៈទូរស័ព្ទឧបករណ៍ចាប់សញ្ញាផ្កាយរណបនិងបញ្ញាសិប្បនិម្មិត AI រួមទាំងបច្ចេកវិទ្យាសំខាន់ៗជាច្រើនទៀតបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការបង្កើតឲ្យមានទិន្នន័យធំឬ Big Data នេះបច្ចុប្បន្នការប្រើប្រាស់បច្ចេកវិទ្យាទិន្នន័យធំឬ Big Data បាននឹងកំពុងក្លាយទៅជាប្រភពដ៏សំខាន់សម្រាប់គ្រប់វិស័យទាំងអស់ជាមួយនឹងទិន្នន័យធំឬ Big Data គេអាចអង្កេតព្យាករណ៍និងសិក្សាអំពីអាកប្បកិរិយារបស់មនុស្សនិងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចនាថ្ងៃអនាគតជាពិសេសវាគឺជាគុណប្រយោជន៍នៃការបង្កើតឲ្យមានប្រសិទ្ធភាពនៃផលិតកម្មទិន្នន័យធំឬ Big Data បានក្លាយទៅជាផ្នែកមួយដ៏សំខាន់ដែលជំរុញឲ្យមានរបបកំហើញនិងការរកឃើញថ្មីៗដែលផ្ដល់ជាអត្ថប្រយោជន៍ដល់មនុស្សហើយការរកឃើញទាំងនោះមានដូចជាការបង្កើតច្បាប់វិធីសាស្ត្រគ្រប់គ្រងយុទ្ធសាស្ត្រទីផ្សារការអភិវឌ្ឍសហគមន៍ការអប់រំកសិកម្មការទំនាក់ទំនងនិងការដឹកជញ្ជូនជាដើមទន្ទឹមនឹងគុណសម្បត្តិជាច្រើនទិន្នន័យធំឬ Big Data ក៏មានគុណវិបត្តិផងដែរគុណវិបត្តិទាំងនោះមានដូចជាកង្វះឯកជនភាពភាពខ្វះចន្លោះក្នុងការផ្ទេរទិន្នន័យការប្រមូលទិន្នន័យដែលមានភាពលំអៀងការព្រួយបារម្ភអំពីការលួចទិន្នន័យសំខាន់ៗឬក៏ទិន្នន័យរសើបការវាយប្រហារតាមអ៊ីនធឺណិតនិងសង្គ្រាមតាមបណ្ដាញអ៊ីនធឺណិតទស្សនិកជនបន្ទាប់ពីបានស្វែងយល់អំពីបច្ចេកវិទ្យាទិន្នន័យធំឬ Big Data នៅវីដេអូបន្ទាប់យើងនឹងមានប្រធានបទថ្មីមួយទៀតដែលនិយាយអំពីសារស្វ័យប្រវត្តិដោយបញ្ញាសិប្បនិម្មិតឬក៏ត្រូវបានគេស្គាល់ជាទូទៅថា ChatGPT